មានថ្មីមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាបានស្ដាប់ដែលនៅក្នុងវីដេអូនេះខ្ញុំនិយាយទាក់ទងទៅនឹងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថ្មីដែលកើតមាននៅក្នុងទីរួមខេត្តកំពង់ធំនៅថ្ងៃនេះតែម្ដងយើងឃើញថាមានព័ត៌មានជាច្រើនមានការចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់បញ្ហានេះនៅក្នុងនឹងខ្ញុំបានឃើញ page របស់ PNN News គាត់បានផ្សព្វផ្សាយថាមនុស្ស13នាក់បានបាត់បង់ជីវិតនិង14នាក់រងរបួសក្នុងករណីឡានក្រុងបើកបុកស្ពានធ្លាក់ចូលទឹកនៅស្រុកសន្ទុកខេត្តកំពង់ធំនេះបើយោងតាមស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យបានដឹងថារថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿងគឺផ្ទុកមនុស្ស37នាក់បានក្រឡាប់ចូលទឹកនៅវេលាម៉ោង3ទៀបភ្លឺថ្ងៃទី20ខែវិច្ឆិកាឆ្នាំ2025គឺចំណុចស្ពានអូប្រាសាទភូមិជ័យជំនះឃុំកោះស្រុកសន្ទុកខេត្តកំពង់ធំហើយមកទល់ព្រឹកនេះសមត្ថកិច្ចគឺបានស្ទួចយកឡានចេញពីទឹកហើយនឹងរកឃើញមនុស្សស្លាប់ចំនួន13នាក់ស្រី8នាក់និងអ្នករងរបួសនឹង25នាក់ហើយសមត្ថកិច្ចនឹងបានសន្និដ្ឋានជំហានដំបូងគឺគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរសន្ធិដ្ឋក្នុងស្ថានភាពងងុយដេកចំពោះសាកសពសមត្ថកិច្ចបានយកតម្កល់នៅវត្តកោះឃុំកកស្រុកសន្ទុកខេត្តដើម្បីស្រាវជ្រាវរកអត្តសញ្ញាណប័ណ្ណនិងក្រុមគ្រួសារអញ្ចឹងវីដេអូនេះគ្រាន់តែខ្ញុំបានឃើញវីដេអូនេះភ្លាមពិតជាតក់ស្លុតមែនតែនហើយក៏សូមចូលរួមរំលែកនៅក្រុមគ្រួសារនៃសពទាំងអស់គ្នាយើងឃើញមានចំនួនមនុស្សជិត37នាក់នៅក្នុងឡានហើយមនុស្សដែលស្លាប់ហ្នឹងក៏13នាក់ផងដែរអញ្ចឹងបញ្ហាដែលកើតមានឡើងនៅក្នុងថ្ងៃនេះវាជាករណីមួយដែលយើងមិនអាចនឹកស្មានដល់ពេលខ្លះការបើកបរមានការធ្វេសប្រហែសខ្ញុំក៏ជាអ្នកធ្លាប់បើកបរដូចគ្នាពេលខ្លះក៏ងងុយដេកពេលខ្លះក៏អស់កម្លាំងជាពិសេសបងប្អូនដែលគាត់ជាអ្នកបើកបរពេលយប់គឺពេលយប់នេះគឺបើកបរគឺពិបាកណាស់គឺយើងត្រូវសម្លឹងមើលឆ្ងាយហើយត្រូវប្រឈមមុខទៅនឹងភ្លើងឡានឬក៏ភ្លើងហ្វាដែលបាញ់មកពេលខ្លះឡានរបស់យើងនឹងភ្លើងចាញ់គេហើយក៏អាចមានបញ្ហាគ្រោះថ្នាក់ដែរខ្ញុំធ្លាប់ពេលដែលបើកបរទៅក៏មានសភាពងងុយគេងហើយក៏ពេលខ្លះហ្នឹងក៏ទប់ស្មារតីឡើងវិញបានអញ្ចឹងទៅហើយរឿងអស់ទាំងនេះដែលកើតមាននៅក្នុងថ្ងៃនេះវាជាឧបទ្ទហេតុគ្រោះថ្នាក់មួយដែលមានការសោកស្ដាយជាមួយនឹងក្រុមគ្រួសារនៃសពហើយនៅក្នុងរូបភាពដែលមនុស្សស្លាប់ហ្នឹងក៏ឃើញមានដូចជាកូនក្មេងម្នាក់ដែរដែលខ្ញុំបានឃើញដែលបានយកសាកសពហ្នឹងទៅដាក់នៅក្នុងវត្តកកោះដែលសន្តិដ្ឋនៅក្នុងទីរួមខេត្តកំពង់ធំហើយខាងសមត្ថកិច្ចហ្នឹងក៏លោកខិតខំស្វះស្វែងស្រាវជ្រាវរកអ្នកដែលរស់រានមានជីវិតហើយមិនដឹងថាយ៉ាងណានោះទេគឺកិច្ចការងារអស់ទៅនឹងគឺសមត្ថកិច្ចលោកនឹងខិតខំស្រាវជ្រាវបន្ថែមហើយនៅក្នុងនោះសមត្ថកិច្ចរបស់យើងបានសន្និដ្ឋានថាការគ្រោះថ្នាក់នេះគឺបណ្ដាលមកពីអ្នកបើកបរនឹងសន្ធិដ្ឋនៅក្នុងស្ថានភាពងងុយដេកពិបាកណាស់បងប្អូនអ្វីវាមិនទៀងហ្នឹងហើយវាមិនទៀងប៉ុន្តែខ្ញុំសូម
សំណូមពរដល់បងអ្នកបើកបរឡានធំទាំងអស់គ្នាសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលខ្លះបើយើងអស់កម្លាំងយើងក៏ឈប់សម្រាកបន្តិចសិនអញ្ចឹងណាបងប្អូនពេលខ្លះយើងគិតស្រមៃថាអាយុជីវិតរបស់អ្នកទាំងអស់គ្នាឬក៏អាយុជីវិតដែលគេផ្ញើមកលើយើងនៅក្នុងឡានហ្នឹងទាំងអស់គ្នាហើយពេលខ្លះទៅយើងងុយដេកមកព្រឹបចឹងទៅវាអាចធ្វើឲ្យយើងគ្រោះថ្នាក់បាត់បង់ជីវិតមនុស្សជាច្រើននៅក្នុងឡាននឹងតែម្ដងហើយចំណុចអស់ទាំងនេះខ្ញុំមិនដឹងថាបកស្រាយយ៉ាងណាបងប្អូនគឺមានតែចូលរួមសោកស្ដាយយើងឃើញរឿងគ្រោះថ្នាក់ចរាចរណ៍នេះគឺមានច្រើនណាស់នៅក្នុងករណីជាច្រើនដែលខ្ញុំបានធ្លាប់ឃើញពេលខ្លះទៅអ្នកបើកបរនឹងប្រហើនយ៉ាងម៉េចពេលណាដែលឡានដែលគាត់បំរុងវ៉ាគាត់វ៉ាឡានចឹងទៅគាត់มันបានមើលឆ្ងាយដែលឡានដូចថាយើងវ៉ាពីខាងស្ដាំទៅឡានគេមកខាងស្ដាំអីចឹងទៅក៏มันបានមើលឆ្ងាយឲ្យដល់អញ្ចឹងទៅឡានគេមកពីនឹងទៅក៏វាក់គ្នាចឹងទៅអញ្ចឹងក៏មានការគ្រោះថ្នាក់បុកផ្ទប់គ្នានឹងក៏មានដែរហើយចំណុចមួយទៀតខ្ញុំឃើញថាពេលណាដែលមានកន្លែងផ្លាកសញ្ញាចរាចរណ៍ហ្នឹងគឺមានផ្លូវគេហៅថាមានផ្លូវបត់ឆ្វេងបត់ស្ដាំអីជាដើមចឹងទៅហើយគាត់ហ្នឹងក៏មិនបានសម្លឹងមើលផ្លាកចរាចរណ៍អត់ទាំងនោះដែរហើយមិនបាននៅបន្ថយល្បឿនគាត់ជន់លឿនទៅក៏អាចមានឡាននឹងចេញមកពីខាងឆ្វេងឬខាងស្ដាំអីចឹងទៅឬក៏មានកូនក្មេងឆ្លងផ្លូវអីជាដើមអីចឹងទៅក៏ចំណុចអស់ទាំងនេះក៏ឃើញមានការគ្រោះថ្នាក់ច្រើនផងដែរហើយរឿងអស់ទាំងនេះយើងឃើញថាអ្នកបើកបរទាំងឡាយពេលខ្លះគាត់ហៅថាមិនទាន់ស្ទាត់ជំនាញដែរក្នុងការបើកបរច្បាស់លាស់ពេលខ្លះគាត់អាងតែគាត់ថាចេះខ្ញុំធ្លាប់រៀនបើកឡានដែរបងប្អូនមិនមែនថាមិនធ្លាប់រៀនទេធ្លាប់រឿងយើងបើកបរឡាននេះគឺមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាមិនដូចម៉ូតូទេយើងត្រូវសម្លឹងមើលទៅមុខហើយក៏សម្លឹងមើលកញ្ចក់ឆ្វេងស្ដាំខ្លាចមានម៉ូតូនឹងជីអែបសងខាងអីជាដើមអីចឹងទៅហើយគឺត្រូវតែចង់ស្មារតីឬក៏ទប់លំនឹងខ្លួនឯងនឹងគឺខ្លាំងណាស់បងប្អូនអញ្ចឹងអ្នកបើកបរដែលគាត់មានការគ្រោះថ្នាក់នេះគឺភាគច្រើនគឺគាត់ងងុយដេកបើកបរនៅក្នុងពេលយប់គឺប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ច្រើនណាស់បងប្អូនពេលខ្លះយើងងងុយមកភ្លឹបទៅវាអាចរេចង្កូតទៅប៉ះអ្នកដទៃឬក៏រេចង្កូតធ្លាក់ទៅបន្លាយទឹកអីជាដើមដូចជាក្នុងករណីនេះអញ្ចឹងគាត់ងងុយមកភ្លឹបហ្នឹងចង្កូតរបស់គាត់នឹងត្រូវរេទៅបុកស្ពានហើយក៏ឡាននឹងក៏ចាប់ផ្ដើមក្រឡាប់ធ្លាក់ចូលទៅក្នុងទឹកនឹងតែម្ដងនេះហើយគឺជាបញ្ហាមួយដែលខ្ញុំចង់ចែកជូនបងប្អូនទាំងអស់គ្នាដែលគាត់ជាអ្នកបើកបរឡានទាំងអស់គ្នាមិនថាឡានតូចឬក៏ឡានធំក្តីទេសូមឲ្យការបើកបរចេះអព្យាស្រ័យឲ្យគ្នាចេះគោរពគ្នាទៅវិញទៅមកពេលណាដែលយើងបើកបរចេះគោរពគ្នាទៅវិញទៅមកកម្រនឹងគ្រោះថ្នាក់ណាហើយការគ្រោះថ្នាក់នេះសោតគឺមានចំណុចជាច្រើនណាស់ដែលខ្ញុំចង់លើកឡើងប៉ុន្តែបងប្អូនជាអ្នកបើកបរឡានដូចគ្នាច្បាស់ជាយល់ហើយការបើកបរនេះមួយបើយើងមិនចេះអព្យាស្រ័យគ្នាខ្លះទេគឺច្បាស់ជាបុកហើយពេលខ្លះដូចថាផ្លូវដែលយើងត្រូវទៅមុខគាត់នេះក៏ទៅដែរណាអាត្រង់ទៅដែរយើងនេះវាជីហៅថាកាត់ទៅតឹងណានឹងហើយដល់អញ្ចឹងទៅគាត់ទៅដែរអានេះទៅដែរអាងថាអញខ្លាំងអានោះខ្លាំងដែរគឺច្បាស់ជាបុកគ្នាហើយ
ខ្ញុំក៏ធ្លាប់ជួបបញ្ហាអស់ទាំងនេះដែរក្នុងការបើកបររយៈពេលជិតជា2ឆ្នាំទេខ្ញុំទំបើកបរចូលចិត្ត2ទៅ3ឆ្នាំទេខ្ញុំក៏ជួបរឿងជាច្រើនដែរនៅក្នុងការបើកបរមួយនេះមិនថាបងប្អូនទាំងអស់គ្នានោះទេការបើកបរនេះត្រូវប្រុងប្រយ័ត្នរឿងប្រាំងជើងនឹងឲ្យច្បាស់ណាបងប្អូនពេលដែលយើងពងបើកបរអញ្ចឹងមានកង់ទៅវាឆ្លងផ្លូវទៅមានឡានដូចគ្នាទៅក៏ឆ្លងផ្លូវដែលយើងវាក់ណាវាក់ទៅក៏យើងជន់ប្រាំងជាប់ទៅភាគច្រើនគឺខ្ញុំបញ្ហាបងដែលគាត់រត់កង់3បញ្ហាដែលបងដែលគាត់ជាអ្នកដឹកម្ហូបអីជាដើមឬក៏បងប្អូនដែលគាត់ជាអ្នកដឹកម្ហូបតាម app អីចឹងទៅគឺគាត់ភាគច្រើនខ្ញុំចង់និយាយថាគាត់មិនសូវបានសម្លឹងមើលទៅខាងមុខខ្លាំងនោះទេបងប្អូនគឺគាត់នឹងគឺគាត់ឡៃទៅមើលអា Google Map នឹងដើម្បីរកទីតាំងអតិថិជនរបស់គាត់ហើយការបើកបរនឹងគឺពេលខ្លះគាត់វ៉ាឡានវឹងតែម្ដងហើយយើងអ្នកបើកបរនេះយើងភ័យណាយើងទប់ចង្កូតនឹងគឺពិបាកណាស់កាលគាត់ត្រូវបត់មុខឡានយើងវេវចឹងទៅហើយឡានយើងដឹងហើយគ្រឿងម៉ាស៊ីនហ្នឹងមិនធម្មតាទេគឺកម្លាំងវាខ្លាំងណាស់ពេលណាដែលយើងជន់តែលបឿនត្រឹម30ទៅ40ម៉ូតូអាចបុកផ្លោងចម្ងាយជាច្រើនម៉ែត្រហ្នឹងក៏មានដែរហ្នឹងហើយក៏អាចប៉ះពាល់បាត់បង់អាយុជីវិតរបស់យើងដែរណាអញ្ចឹងខ្ញុំវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងបកស្រាយឡើងបកស្រាយចុះនឹងមានតែប៉ុណ្្នឹងទេគឺសូមឲ្យបងប្អូនទាំងអស់មិនថាជាអ្នកបើកបរឡានតូចឡានធំក្តីជាអ្នកបើកម៉ូតូក្តីរ៉ឺម៉កកង់3ក្តីគោយន្តក្តីសូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មុននឹងឆ្លងផ្លូវឬក៏មានស្ថានភាពបែបណាសូមគិតពិចារណាឲ្យច្បាស់មុននឹងយើងឆ្លងផ្លូវថាអញគួរទៅបានឬក៏គួរមិនទៅបានពេលខ្លះអត្តភាពដែលគេអ្នកត្រង់គឺគេមានអត្តភាពជាងពេលយើងឆ្លងផ្លូវយើងកុំស្មានថាអញទៅផុតហើយប៉ុណ្ណឹងដល់ពេលមិនទៅផុតលបឿនឡានគឺលឿនណាស់ហ្នឹងហើយអញ្ចឹងដោយគោយន្តក៏ដោយយើងសម្លឹងមួយឆ្ងាយថាអូឡានហ្នឹងមើលទៅឆ្ងាយអញ្ចឹងអាចឆ្លងទៅបានហើយក្នុងករណីឆ្លងខ្ញុំចង់ឲ្យថាបើសិនគោយន្តនេះណាចង់ឲ្យមានម្នាក់ហ្នឹងមកធ្វើចរាចរណ៍អីជាដើមចឹងទៅធ្វើចរាចរណ៍អីចឹងទៅយើងអាចធ្វើជាសញ្ញាដៃដើម្បីឲ្យឡានដែលគាត់មានលបឿនលឿនហើយគាត់ឃើញពីចម្ងាយគាត់បន្ថយលបឿនហើយអញ្ចឹងគាត់បន្ថយលបឿនអញ្ចឹងយើងគោយន្តយើងអាចឆ្លងផ្លូវបានហើយណាអញ្ចឹងយើងឃើញមានករណីគ្រោះថ្នាក់ច្រើនណាស់រឿងឡានបុកជាមួយគោយន្តហ្នឹងក៏មានច្រើនដែរករណីថាគោយន្តឆ្លងទៅវាមិនតាន់ផុតហើយនៅក្នុងច្បាប់មួយទៀតគឺភាគច្រើនឡានធំបុករបស់តូចនឹងក៏ខុសហើយមិនថាឡានប្រភេទណាទេតែយើងជិះទៅប៉ះម៉ូតូប៉ះកង់នឹងច្បាស់ជាឡាននឹងខុសហើយណាឡាននឹងខុសទាំងស្រុងប៉ុន្តែនៅក្នុងនៃករណីនេះគ្រាន់តែជាច្បាប់ចរាចរណ៍ទេណាហើយខ្ញុំឃើញច្រើនវាច្រើនអាធំខុសរហូតនឹងអាធំខុសរហូតប៉ុន្តែសប្តាហ៍ថ្ងៃនេះខាងសមត្ថកិច្ចលោកក៏រកវិធីដំណោះស្រាយរាល់បញ្ហាអស់ទាំងនេះដែរអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបានស្ដាប់តែមុននឹងបញ្ចប់ខ្ញុំសូមខន្តីអភ័យទោសរាល់ពាក្យសម្ដីប្រសិនមានការខុសឆ្គងនៅក្នុងត្រង់បែបបទ